កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនជាង1លានតោនទៅកាន់ប្រទេសវៀតណាមនៅក្នុងឆ្នាំ2025ដោយគិតជាទឹកប្រាក់ប្រមាណ$1,500 លាននេះបើតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជានិងបញ្ជាក់បន្ថែមថាការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមពេញមួយឆ្នាំ2025បានកើនឡើងរហូតដល់27%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024សមាគមស្វាយចន្ទីកម្ពុជាបានអះអាងនៅក្នុងរបាយការណ៍របស់ខ្លួនថាឆ្នាំ2025គឺជាឆ្នាំដ៏មានសក្តានុពលសម្រាប់វិស័យគ្រាប់ស្វាយចន្ទីកម្ពុជាមានសក្តានុពលដែលហេតុថាការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាមសម្រេចបានចំនួន1,757 តោនខណៈកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុបចំនួន1,2757 តោនចំណែកចំណូលដែលកម្ពុជាទទួលបានពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅក៏កើនឡើងគួរឲ្យកត់សម្គាល់ដែរពោលគឺមានទំហំ$1,500 លានខណៈឆ្នាំ2024កម្ពុជាទទួលបានចំណូលប្រមាណ$1,100 លានប្រធានសមាគមស្វាយចន្ទីកម្ពុជាលោកអ៊ួនស៊ីលុតបានឲ្យដឹងថាលទ្ធផលដ៏វិជ្ជមាននេះបានក្លាយជារឿងគួរឲ្យកត់សម្គាល់មួយដែរពីព្រោះនៅដើមឆ្នាំ2025ដំណាំស្វាយចន្ទីរងផលប៉ះពាល់ដោយសារតែបញ្ហាអាកាសធាតុតែយ៉ាងណាស្ថានភាពបានធូរស្រាលមកវិញអំឡុងខែមេសាបន្ទាប់ពីសមាគមស្វាយចន្ទីកម្ពុជាបានដាក់ចេញនៅវិធានការសម្របខ្លួននឹងអាកាសធាតុបើតាមប្រធានសមាគមស្វាយចន្ទីដដែលចាប់ពីខែឧសភាដល់ខែមិថុនាស្ថានភាពអាកាសធាតុប្រែមកជាវិជ្ជមានដែលអនុញ្ញាតឲ្យផលិតកម្មចន្ទីងើបឡើងវិញនិងលើសពីក្តីរំពឹងទុកកាលពីដើមខែវិច្ឆិកាឆ្នាំ2025គយវៀតណាមបានចេញរបាយការណ៍នាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងរយៈពេល10ខែចន្លោះពីខែមករាដល់ខែតុលាដោយបង្ហាញថាកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីស្រស់ចូលទៅទីផ្សារវៀតណាមចំនួនជាង96,000 តោនដោយគិតជាទឹកប្រាក់មានជាង$1,47,000 លានតួលេខនេះបានបង្ហាញឲ្យឃើញថាការនាំចេញគ្រាប់ស្វាយចន្ទីស្រស់របស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមកើនឡើងចំនួន18.5%ខណៈប្រាក់ចំណូលដែលកម្ពុជាទទួលបានគឺកើនប្រមាណ39%នេះជាចំនួនខ្ពស់បំផុតមួយរាប់ចាប់តាំងពីឆ្នាំ2022មកតែយ៉ាងណាសម្រាប់របាយការណ៍នាំចូលគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាពេញមួយឆ្នាំ2025គយវៀតណាមពុំទាន់ចេញផ្សាយនៅឡើយទេសូមជម្រាបថាកាលពីឆ្នាំ2024កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទាំងស្រស់និងកែច្នៃទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង81,000 តោនដោយទទួលបានប្រាក់ចំណូលជាង$1,100,000 លានកើនឡើង26.15%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2023នៅក្នុងឆ្នាំ2024ដដែលនោះកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុបចំនួន85,000 តោនកើនឡើង26%ដែលធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ2ជាប្រទេសដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងសកលលោក